បើយើងជ្រុលវ័យមិនបានខំរៀនមិនមានចំណេះប៉ុន្តែមានមុខរបរតូចមួយរកលុយបានរាល់ថ្ងៃមិនអាចខ្លាយជាអ្នកមានប៉ុន្តែរស់សុខសប្បាយតែយើងគួរធ្វើអ្វីផ្សេងដើម្បីអាចមានបានដែរទេអូខេពាក្យពីរម៉ាត់ណាកំហិតបានសុខសប្បាយពាក្យមួយម៉ាត់ដំបូងគឺសុខសប្បាយមានន័យថាយើងមានមុខរបរតូចមួយហើយប្រាក់ចំណូលយើងក៏យើងទប់ទល់បានដែរណារៀនរកស៊ីទៅការហ្នឹងដែរហ្នឹងប៉ុន្តែរៀនអីឧទាហរណ៍ខ្លួនឯងលក់ដូរគ្រឿងសំណង់ខ្លួនឯងចេះធ្វើបញ្ជីទេចេះតិចតួចមិនស្ទាត់អញ្ចឹងរកសិភៅរបៀបរៀនធ្វើបញ្ជីយកមកអានដើម្បីធ្វើបញ្ជីឲ្យត្រឹមត្រូវចុះការវាយតម្លៃប្រាក់ចំណេញចេះទេមិនទាន់ចេះទេរកវិធីរៀនការធ្វើរបៀបវាយតម្លៃប្រាក់ចំណេញចុះរបៀបទិញតំណែងចូលទិញឥឡូវចំណេញហើយប៉ុន្តែចេះទិញឲ្យថោកជាងមុនហើយលក់បានលឿនជាងមុនទេរកសិភៅទាក់ទងនឹងរបៀបទិញចូលឲ្យថោកហើយលក់ឲ្យបានច្រើនចាញ់ដើម្បីបានបរិមាណតើចេះគិតអំពីភាគរយនៃបរិមាណឆ្ពោះទៅកាន់គោលដៅនៃការតម្លើងប្រាក់ចំណូលទេហើយជាមួយគ្នានឹងចេះតម្លើងប្រាក់ចំណេញទេបើអត់ចេះទេរកសិភៅអានដើម្បីរៀនមុខរបរនៅតែធ្វើប្រាក់ចំណូលលុយកាក់មកចំជីវិតធម្មតាតែការរៀនធ្វើបញ្ជីការរៀនវិភាគតម្លៃតំណែងការចេះធ្វើបញ្ជីស្តុកការចេះទិញតំណែងឲ្យលក់បានលឿនការចេះទិញឲ្យថោកឲ្យលក់ថោកឲ្យបានចំនួនច្រើនដើម្បីបង្កើនចំណូលការចេះបង្កើនភាគរយនៃចំណេញការចេះរកប្រភពទិញចូលច្រើនកន្លែងការធ្វើឲ្យការវេចខ្ចប់ឬការបញ្ជូនតំណែងងាយស្រួលបន្តិចម្ដងមុខរបរហ្នឹងរីកធំជាស្វ័យប្រវត្តិហើយបន្តមកទៀតក៏អាចយល់ដឹងថាមុខរបរហ្នឹងត្រូវបែកមេធៀងទៅណាកំហិតជួនកាលលក់គ្រឿងសំណង់ស្រាប់តែចៃដន្យអីមើលឃើញដីម្ដុំនោះអាចនឹងអភិវឌ្ឍដីនឹងបានដំបូងអភិវឌ្ឍជាហាងតំណែងឬក៏អភិវឌ្ឍជាផ្ទះលក់ដូរផងរស់នៅផងឬក៏អាចស្អីមិនរឿងបរិយរឿងអីទេគ្រាន់តែអភិវឌ្ឍពី3ខ្នងជួនកាលទៅស្រាប់តែអភិវឌ្ឍទៅខ្លាយទៅជាភោជនីយដ្ឋានខ្លាយទៅជាទីកំសាន្តអីឬក៏ខ្លាយទៅជាឃ្លាំងសម្រាប់អ្វីមួយឬក៏ខ្លាយទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនវាចេះតែបែកមេធៀងទៅពីព្រោះទី1យើងមានប្រាក់ចំណូលទី2យើងបង្កើនចំណេះអត់បាច់ទៅរៀនសាលាទេមើល YouTube លើកលែងតែមើលកុនស្រាតឲ្យគេតយគ្នាអាហ្នឹងបានអត់ចេះមើល YouTube ស្ដាប់បានចេះតែមើលទៅហើយរៀនមួយទៀតគឺរៀនអង់គ្លេសទោះបីមុខរបរហ្នឹងអត់និយាយអង់គ្លេសក៏ដោយចេះភាសាអង់គ្លេសដឹងរឿងច្រើនអញ្ចឹងរៀនថែមទៀតចាំពេលមួយម៉ាត់ថាសុខសប្បាយហើយហ្នឹងគឺរៀនយកទៅគិតអៀងកំនេះយកទៅគិតមុខរបរនៅដដែលតែបើសិនជារៀនដូចខ្ញុំនិយាយណារៀនដូចតានិយាយមុខរបរចៅនឹងរីកធំឡើងបន្តិចម្ដងពីព្រោះចៅមានចំណេះចៅមានបញ្ញាចៅមើលឃើញការលូតលាស់និងមើលឃើញរបៀបបង្កើតមេធៀងណាកូនណា